ហើយចាំមើលថ្មពណ៌នាពីសម្បត្តិរបស់លោកយាយវិសាខាឲ្យស្ដាប់លោកយាយវិសាខាដែលមាននៅលំអ5យ៉ាងដែលគេហៅថាបញ្ចពិតកល្យាណីនោះស្ត្រីបែបណាទៅដែលគេហៅថាបញ្ចពិតស្គាល់ទេស្រីដែលជាបញ្ចពិតកល្យាណីនោះស្រីដែលមានអង្គ5បញ្ចៈនោះ5មកអង្គ5ប្រកបឡើងហៅថាស្រីបញ្ចពិតកល្យាណីទី1លំអសក់មកជាតិសក់នឹងមិនចេះស្កើទេតែមិនលៀបឆ្នាំទេណាគេថាមកជាតិនឹងសក់នឹងមិនចេះស្កើទេហើយសក់នោះខាងចុងងបាក់ហាក់បីដូចជាកទុយកងោកតែងចុងមួយទៀតលំអស្បែកតាមិនមានប្រជ្រុយទេកុំនិយាយដល់តែអាចរុយដល់តែស្នាមអីនោះមិនមានប្រជ្រុយទេគឺរលោងហាក់បីដូចជាគេផែននៃមាសអញ្ចឹងហើយមកជីវិតនឹងអត់ចេះជ្រីជ្រួញអីទេមានវ័យហាក់បីដូចជានារីដែល16ឆ្នាំរហូតមកជីវិតនឹងកាលដែលយើងនៅ16ឆ្នាំសាច់វាតឹងវាណែនល្អយ៉ាងម៉េចគឺថាមកជីវិតនឹងនៅតែឆ្វង់អញ្ចឹងណានិយាយឲ្យស្រួលស្ដាប់ដែរអត់ចាស់ត្រុតត្រោមអត់ជីជួញអីទៅណាទេទី3នោះគឺថាបបោមាត់មានពណ៌ក្រហមហាក់បីដូចជាផ្លែបាសទុំមិនលាបក្រែមទេណាក៏មិនទៅអីសប្ងៃគេទៅអីធ្វើអីគេទៅសាក់គេទៅអីគេថាពីកំណើតមកគឺថាបបោមាត់ទាំងលើទាំងក្រោមនោះគឺថាក្រហមហាក់បីដូចជាផ្លែបាសទុំណាបបោមាត់ហ្នឹងទី4គឺលំអដោយវ័យហ្នឹងហើយគឺវ័យមិនចេះចាស់មិនចេះកោមិនចេះជរាទេពីក្មេងលះលហួនដើរទៅខ្នងត្រង់របៀបម៉េចក៏ថានៅតែអញ្ចឹងយើងតែ60 70ទាញហើយមិនចង់កោងក៏បើកោងដែរប៉ុន្តែបញ្ញពិតកល្យាណីអត់ទេអត់ទាញអត់កោងអត់អីទៅណាទេគឺវ័យនៅតែស្អាតទី5គឺថាលំអដោយឆ្អឹងហ្នឹងគេវះសាច់មើលមិនឃើញទេប៉ុន្តែគេមើលពេលដែលញញឹមគឺថ្មិញទាំង30ទីហ្នឹងសហាក់បីដូចជាកែវមณีអញ្ចឹងពេលញញឹមទៅវាភ្លឺដាក់គេណាផ្លេកទៅណានេះនិយាយពីរឿងថាលោកយាយវិសាខាគាត់អត់ដែលប្រយុទ្ធទេគាត់ធ្វើកឋិនតាំងពី7ឆ្នាំទៅឡើងគាត់អាយុ120កូនគាត់10ហើយក្នុងកូនមួយមានកូន10ទៀតចៅ10ហ្នឹងមានកូន10ហ្នឹងទៀតណែរាប់មើលទៅគាត់មានកូនបកើត10ហើយកូនគាត់គេមិនមានគ្រួសារតមានកូនគេ10ដែរហើយក្នុងអាចៅគាត់ម្នាក់មាន10ទៅទៀតហើយពេលដែលចៅគាត់ពេញកមុំគាត់ដើរជាមួយចៅទៅរកគាត់អត់ឃើញទេព្រោះគាត់នៅក្មេងរហូតនោះដើរជាមួយចៅទៅគេសួរថាឯណាលោកយាយវិសាខាអ្នកដែលមិនស្គាល់ណាដូចតែយើងអញ្ចឹងមកគ្នាច្រើនចង់ល្បីអ្នកណាមួយទៅដែលអត់ដែលស្គាល់សួរគេពីណាណែមនុស្សឈ្មោះកហ្នឹងនោះចង់ឃើញណាដែលលឺតែល្បីគេអត់ប្រាប់ថាអ្នកនេះអ្នកនោះទេព្រោះគាត់ឈរ
ព្រោះតែយើងអញ្ចឹងមកថ្ងៃហ្នឹងពាក់ស្លាប់កាភៀមអញ្ចឹងស្លាប់កាភៀមទាំងអស់គ្នាអញ្ចឹងវារត់ឃើញណាគេឲ្យសម្គាល់អញ្ចេះតាចាំមើលមកកមុំទាំងអស់នោះមើលតែពីណាងើបហើយច្រត់ជង្គង់ពីនោះហើយនិយាយសាខាបើងើបទៅភ្លឹងនោះស្អាចៅគាត់ទេគាត់មិនវ័យគាត់មិនចាស់មែនប៉ុន្តែគ្រឿងក្នុងរបស់មនុស្សគឺជរាវិស៊ីអត់មាននរណាគេចរួចពីរូបនឹងទេរូប3ជរាព្យាធិនិងមរណៈនេះសូម្បីតែព្រះដ៏មានពភាកក៏គេចមិនផុតដែរ